ផុតអសានវៀត24ម៉ោងច្រកទ្វារព្រំដែនចំនួន5ក្នុងខេត្តបាត់ដំបងត្រូវបានបិទការនាំចូលពីថៃច្រកទ្វារព្រំដែនទាំងអស់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបានបើកដំណើរការជាធម្មតាតាមពេលវេលាដែលបានកំណត់រវាងភាគីកម្ពុជានិងថៃប៉ុន្តែត្រូវបានបិទទាំងស្រុងចាប់ពីថ្ងៃនេះ17/05/2025នៅការនាំចូលបន្លែផ្លែឈើពីប្រទេសថៃលើកលែងតែទំនិញផ្សេងនេះបើតាមលោកសុកលូអភិបាលខេត្តបាត់ដំបងបានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅម៉ោង12ថ្ងៃត្រង់ថ្ងៃទី17មិថុនានេះអភិបាលខេត្តបាត់ដំបងលោកសុកលូបានថ្លែងថាកាលពីម្សិលមិញថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាបានប្រកាសព័ត៌មានជូនទៅភាគីថៃឲ្យបើកទ្វារច្រកតាមបន្ទាត់ព្រំដែនទាំងអស់ដែលខ្លួនបានបិទជាឯកតោភាគីឲ្យដំណើរការដូចដើមឡើងវិញបើមិនដូច្នេះទេកម្ពុជានឹងបិទគ្រប់ច្រកទ្វារព្រំដែនទាំងអស់មិនអនុញ្ញាតឲ្យនាំចូលបន្លែផ្លែឈើពីប្រទេសថៃឡើយលោកអភិបាលខេត្តបានបញ្ជាក់ដូចនេះថាឥឡូវអសានវៀត24ម៉ោងរបស់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាដែលទាមទារភាគីថៃបើកទ្វារព្រំដែនឲ្យដំណើរជាធម្មតាដូចមុនឡើងវិញបានផុតរលត់ទៅហើយព្រោះភាគីថៃមិនបានឆ្លើយតបដូច្នេះយើងបានសម្រេចបិទគ្រប់ច្រកទ្វារព្រំដែនទាំងអស់ក្នុងទឹកដីខេត្តបាត់ដំបងមិនអនុញ្ញាតឲ្យនាំចូលបន្លែផ្លែឈើពីប្រទេសថៃឡើយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានប្រកាសព័ត៌មានជូនទៅខាងភាគីថៃកាលពីថ្ងៃទី16មិថុនាស្នើឲ្យភាគីថៃត្រូវបើកទ្វារគ្រប់ច្រកតាមបន្ទាត់ព្រំដែនទាំងអស់រវាងប្រទេសទាំងពីរដើម្បីឲ្យដំណើរការដូចដើមឡើងវិញមុនផ្ទុះអាវុធបើភាគីថៃមិនយល់ព្រមទេភាគីកម្ពុជានឹងសម្រេចបិទព្រំដែនទាំងស្រុងមិនអនុញ្ញាតមានការនាំចូលបន្លែផ្លែឈើពីប្រទេសថៃទៀតឡើយសម្ដេចហ៊ុនសែនបានទាមទារឲ្យភាគីថៃធ្វើបែបនេះដោយសារតែភាគីថៃជាអ្នកចាប់ផ្ដើមមុនក្នុងការបិទច្រកទ្វារព្រំដែនជាឯកតោភាគីដូច្នេះភាគីថៃក៏ត្រូវតែជាអ្នកចាប់ផ្ដើមបើកទ្វារច្រកព្រំដែនទាំងអស់ឡើងវិញមុនដែរដើម្បីសម្រួលភាពតានតឹងតាមច្រកទ្វារព្រំដែនជុំវិញការបិទមិននាំចូលបន្លែផ្លែឈើពីប្រទេសថៃនេះបើតាមលោកសុកលូអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍បញ្ជាក់ថាតាមពិតគ្រប់ច្រកទ្វារព្រំដែនទាំងអស់ក្នុងទឹកដីខេត្តបាត់ដំបងយើងបានប្រកាសបិទចាប់តាំងពីវេលាម៉ោង9ព្រឹកម្លេះ17/05/2025បន្ទាប់ពីអសានវៀត24ម៉ោងរបស់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាត្រូវបានបញ្ចប់លោកអភិបាលខេត្តបានបន្ថែមថាពេលនេះមានតែទំនិញផ្សេងប៉ុណ្ណោះដែលអាចនាំចូលពីប្រទេសថៃតែចំពោះបន្លែផ្លែឈើគ្រប់ប្រភេទត្រូវបានហាមឃាត់ទាំងស្រុងប៉ុន្តែការបើកឬបិទច្រកទ្វារព្រំដែននៅតែដំណើរការតាមពេលវេលាកំណត់ជាធម្មតារវាងភាគីទាំងពីរគឺភាគីទាំងពីរឯកភាពបិទទ្វារច្រកនៅម៉ោង4រសៀលតែពេលបើកទ្វារវិញភាគីថៃបើកនៅម៉ោង8ព្រឹករីឯភាគីកម្ពុជាបើកនៅម៉ោង9ព្រឹកដដែលខេត្តបាត់ដំបងមានស្រុកចំនួន04និងមានច្រកទ្វារព្រំដែនចំនួន05ដែលបានបើកដំណើរចេញចូលជាផ្លូវការជាមួយនឹងប្រទេសថៃស្រុកទាំង04នោះមាន1ស្រុកសំឡូតមានច្រកទ្វារតំបន់402ស្រុកកំរៀងមានច្រកទ្វារអន្តរជាតិដូងនិងច្រកទ្វារតំបន់អូអន្លក់3ស្រុកភ្នំព្រឹកមានច្រកទ្វារតំបន់អូរំដួលនិង4ស្រុកសំពៅលូនមានច្រកទ្វារអន្តរជាតិភ្នំដីបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ